năm tham ấy nó vót សួស្តីឆ្នាំថ្មីឆ្នាំខ្មែរពុទ្ធសករាជ2570ត្រូវជាឆ្នាំមមីសូមឲ្យវត្ថុស័ក្តិសិទ្ធិរតនកែវទាំង3នៅក្នុងលោកជួយតាមថែសារបងប្អូនខ្មែរទាំងឡាយឲ្យជួបតែសេចក្តីសុខចាបំណងប្រាថ្នាអ្វីឲ្យបានសម្រេចដោយបំណងនេះនៅពេលដែលលោកអើយសូត្រធម៌ហើយអីអញ្ចឹងណាចាដល់ចឹងទៅលោកឆាន់នេះហើយចឹងទៅខ្ញុំក៏នាំកូនខ្ញុំមកខាងក្រោយនេះឃើញទេនៅវត្តពុទ្ធិវង្សហ្នឹងបងប្អូនឥឡូវគឺថ្ងៃទី1ចូលឆ្នាំខ្មែរយើងណាគេហៅថាថ្ងៃសង្ក្រាន្តចាបានន័យថាគេថ្ងៃឆ្នាំចាស់បដូរយកឆ្នាំថ្មីចាហើយនៅវត្តពុទ្ធិវង្សហ្នឹងគឺព្រឹត្តរយៈពេល3ថ្ងៃថ្ងៃទី1គេហៅថាថ្ងៃមហាសង្ក្រាន្តបានន័យថាគឺជាថ្ងៃបដូរឆ្នាំចាស់ចូលយកឆ្នាំថ្មីថ្ងៃទី2ជាថ្ងៃវណ្ណបតចាថ្ងៃទី3គឺជាថ្ងៃឡើងស័កចាចុះបងប្អូនមានពេលសូមបងប្អូនអញ្ជើញទៅវត្តនៅសង្ឃសៀមាហ្នឹងគឺវត្តពុទ្ធិវង្សហ្នឹងគឺប្រឌិតពិធីបុណ្យចូលឆ្នាំខ្មែរយើងរយៈពេល3ថ្ងៃចារួចចឹងទៅមានតម្ពូភ្នំខ្សាច់មិញហ្នឹងខ្ញុំបានគេហៅថាព្រោះទឹកឲ្យព្រះចាណានឹងឯងនេះហើយនៅខាងក្រោយហ្នឹងគឺមានកន្លែងហូបចម្លាក់ខ្មែរយើងជាច្រើនបងប្អូននេះចាគឺស្រស់ស្អាតតតែមែនតែនហើយអាគារខាងក្រោយហ្នឹងកន្លែងសាលាឆាន់នោះក៏សាងសង់ចិត្តហើយដែរបងប្អូនចង់ចូលរួមចូលបុណ្យទានសូមបងប្អូនអញ្ជើញទៅតាមសទ្ធាអញ្ចឹងណាចាហើយខ្ញុំក៏ចង់ជម្រាបបងប្អូនដែរថានៅវត្តគួយយីចាគឺថ្ងៃអាទិត្យនេះគេធ្វើពិធីបុណ្យចូលឆ្នាំខ្មែរយើងចាចាំបងប្អូនមានពេលបងប្អូនអញ្ជើញទៅទស្សនាទៅហើយមួយទៀតនៅវត្តចង់និយាយថាវត្តវាំងសែនក៏នៅតែមានធម្មតាអញ្ចឹងសូមបងប្អូនអីគេតាមនឹងនេះសំអីគេសំជ័យតំណាប់ខ្មែរសំជ័យតំណាប់ខ្មែរបងប្អូនអូនខាងនេះក៏មានលក់ដូចគ្នាអីចឹងណាចារហូតលក់3ថ្ងៃរហូតដល់ផុតចូលឆ្នាំខ្មែរនឹងឯងអានេះមុខអ្នកនិយាយ